ចម្រើនពោញាតិញោមដែលបានមើលតាមវីដេអូនេះផងដែរកំពុងតែកាប់ចិញ្ច្រាំនេះគឺជារុក្ខជាតិមួយយ៉ាងដែលខ្មែរយើងចាស់ពីបុរាណតែងតែយកធ្វើជាឱសថធ្វើជាឱសថសម្រាប់ថ្នាំកែរោគណាដើមនេះគឺមានឈ្មោះថាដើមឆ្កែស្រែងចាស់បុរាណកាលពីដើមឡើយគាត់ទទួលទានដើមនេះយកទៅដាំទឹកដើម្បីទទួលទានធ្វើជាឱសថធ្វើជាថ្នាំសម្រាប់កែរោគដល់កែស្រែងណាគឺគេដាក់លាយវាពីរមុខតាមឆ្កែស្រែងនេះមួយហើយនឹងដើមមួយមុខទៀតដើម្បីយកជាថ្នាំឱសថបុរាណដើម្បីព្យាបាលជំងឺឈឺសន្លាក់ដៃឈឺសន្លាក់ជើងចុករយស្ពឹកសពុនអីគឺគេដាំដើមនេះឯងដើម្បីទទួលទានបងដើមឆ្កែស្រែងមួយមុខទៀតគឺមុខឈ្នៀងបងមុខឈ្នៀងដើមមុខឈ្នៀងឆ្កែស្រែងនឹងមួយមុខឈ្នៀងនឹងមួយតែពីរមុខហ្នឹងទេយកដាក់ដាំទឹកហើយដើម្បីទទួលទានដើម្បីបំបត្តិអាការៈឈឺចុករយស្ពឹកសពុនតាមសន្លាក់ដៃសន្លាក់ជើងឈឺក្បាលជង្គង់អីហ្នឹងគឺគេដាំដើមនេះឯងวันนี้កំពុងតែកាប់ច្រាំដើម្បីដាក់ហាលឲ្យស្ងួតដើមឆ្កែស្រែងនេះពិបាករកណាស់ឥឡូវពិបាកក្នុងការដើររកតាមព្រៃមួយចំនួនគឺมันមានទេស្រុកភូមិខ្លះគឺដើររកដើមឆ្កែស្រែងហិតបានទេពិបាកដើររកពេលនេះតម្រាំទៅរកបាននេះគឺចូលទៅរកនៅក្នុងព្រៃជ្រៅតម្រាំទៅឃើញដើមនេះណានៅក្នុងតំបន់ដែលតរកហ្នឹងគឺដើមហ្នឹងគឺមានសម្បូរច្រើនតែឆ្កែស្រែងនេះសម្បូរច្រើនមានធំមានធំជាងនេះទៀតដើមធំនៅផ្សារនៅតំបន់នោះតំបន់ព្រៃអញ្ចឹងវាសម្បូរច្រើនបើតាមស្រុកភូមិយើងជនបទផ្សេងពិបាកដើររកបន្តិចស្រុកភូមិខ្លះអ្នកខ្លះធ្លាប់ឮតែឈ្មោះទេធ្លាប់ឮតែឈ្មោះថាដើមឆ្កែស្រែងណាឆ្កែស្រែងហ្នឹងតែក៏តែអត់ដែលឃើញថាដើមឆ្កែស្រែងនេះគឺមានទម្រង់បែបណាមានសន្តានបែបណាមានសន្លឹកហ្នឹងបែបណាគឺអត់ដែលឃើញសោះអ្នកខ្លះធ្លាប់ឮតែឈ្មោះក៏តែមិនដែលឃើញដើមនឹងយ៉ាងណាទេតទៀតកាប់ច្រាំវាធ្វើជាថ្នាំហាលទៅទុកដាំទឹកទទួលទានដើមវាផុយស្រួយដើមនេះកែស្រែងផុយដូចជាដើមឈើផ្សេងក្លឹមដើមនេះដើមប៉ុណ្ណេះគឺអត់មានក្លឹមមានអីទេគឺផុយកាប់ទៅសាច់ផុយដើមកាប់មកវែងដែរប្រវែងវាប្រហែលជា3 ម៉ែត្រគាត់តែដឹងតែឆ្កែស្រែងសើមិញញោមគាត់មកកាប់យកមកកណាត់កាត់យកប្រហែលជា1 ម៉ែត្រជាងកាប់មកនេះវា3 ម៉ែត្រដែរដើមគាត់មកកាត់យកម្សិលមិញអស់មកកណាត់បាត់ទៅឆ្កែស្រែងគាត់ដឹងថា
cái sấy tôi chỉ ao sọt nam chứ này cặp bồ cặp hai ở lục mơ sần thì tiết ở lục cặp tam cầu cặp đại riêng thom chứ tất nhưng mình chẳng bạch đại tôi pê ấy tôi pê mình thật phạt nam ấy đây đào trừ cô đào thom chứ nhưng cặp chẳng giờ thom tích cho thom chứ đã đam đấy mà cái xíu cũng tự bay chân nát ấy mà đặt cho đàn đấy siêu thành thực bây giờ nó đấy bàn từ đó cây cặp che mốc lần mốc phi và hai lần đào nữa che lần phi và hai mà chăm ra po nhiều nhiệt để bàn mờ video này phẳng đá po này cứ cầm bông tay trên chám để nằmเอาสดโบราณขมายยืงได้จากปีดามกดแต่ตัวเตี้ยนคือดามชกายไร่บ่
យកមកធ្វើជាថ្នាំដើម្បីកែរោគហៅថាព្រះអង្គពេជ្រស្ដេចថ្នាំបងគ្រូពេជ្រស្ដេចថ្នាំតែណាមិនស្គាល់មិនល្បីថាអូគ្រូពេជ្រស្ដេចថ្នាំខ្លាំងពូកែណាគ្រូពេជ្រស្ដេចថ្នាំខ្លាំងពូកែឥឡូវនេះព្រះអង្គពេជ្រកំពុងតែកាប់ចិញ្ច្រាំនៅដើមឆ្កែស្រែងនេះបងកាប់ច្រាំវានេះច្រាំវាមកតោះយើងយកហាលថ្ងៃឲ្យស្ងួតហើយបានទៅរកមួយមុខទៀតដើមមួយមុខទៀតដើម្បីដាក់លាយវាចូលគ្នាគឺថាដើមឆ្កែស្រែទាំងមួយដើមមុខឈ្នៀងមួយដាក់លាយពីរមុខហ្នឹងដើម្បីដាំវាទៅទទួលទានធ្វើជាឱសថណាគឺដើមនេះឯងដើមមុខឈ្នៀងឆ្កែស្រែងពីរមុខនេះឥឡូវនេះគ្រូពេជ្រស្ដេចថ្នាំកំពុងតែចិញ្ច្រាំហើយគ្រូពេជ្រស្ដេចថ្នាំកំពុងតែចិញ្ច្រាំហើយចិញ្ច្រាំនឹងមិនទេយកបថៅអត់រួចទេថាបថៅនឹងធ្ងន់ពេកកាប់ជើងអែលផែលហ្នឹងឯងមើលកាប់អត់រួចទេបថៅនឹងធ្ងន់ណាស់ថាប៉ុណ្ណឹងសោះឬយូរអត់រួចគ្រូពេជ្រស្ដេចថ្នាំចប់ហើយគ្រូពេជ្រស្ដេចថ្នាំយកបថៅមិនរួចហ្នឹង